MH 307អាចកំបាំងនៃយន្តហោះដែលបានបាត់ខ្លួនដោយគ្មានដាននៅរាត្រីដ៏ស្ងប់ស្ងាត់មួយនាថ្ងៃទី8ខែមីនាឆ្នាំ2014អាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីមានសកម្មភាពដោយសពដងអ្នកដំណើររាប់រយនាក់កំពុងរងចាំការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗគ្នាក្នុងចំណោមនោះមានជើងហោះហើរមួយដែលគ្មាននរណាម្នាក់នឹកស្មានថានឹងក្លាយជាអាថ៌កំបាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរពិភពលោកនោះទេជើងហោះហើរនោះមានលេខ Malaysia Airlines Flight MH 307វាជាយន្តហោះមួយប្រភេទ Boeing 777-200ER ដែលត្រូវហោះចេញពីទីក្រុងកូឡាឡាំពូទៅកាន់ទីក្រុងប៉េកាំងប្រទេសចិននៅលើយន្តហោះមានមនុស្សសរុប239នាក់រួមមានអ្នកដំណើរ227នាក់និងបុគ្គលិកអាកាសចរ12នាក់មកពីប្រទេសជាច្រើនយន្តហោះបានហោះឡើងដោយរលូននៅម៉ោងប្រហែល 12:41 នាទីរំលងអធ្រាត្រអ្វីហាក់ដូចជាធម្មតាអាកាសធាតុល្អហើយគ្មានសញ្ញាណាមួយបង្ហាញថាមានគ្រោះថ្នាក់កើតឡើងឡើយប៉ុន្តែប្រហែល40នាទីបន្ទាប់ពីហោះឡើងមានសារចុងក្រោយមួយពីអ្នកបើកបរដែលនិយាយថា Good night Malaysian 370 បន្ទាប់ពីនោះមកទំនាក់ទំនងជាមួយព័ន្ធគ្រប់គ្រងអាកាសចរក៏បានដាច់ភ្លាមគ្មានការផ្ញើសារអាសន្នគ្មានសញ្ញាសុំជំនួយគ្មានការប្រកាសពីបច្ចេកទេសយន្តហោះហាក់ដូចជាបាត់ចេញពីផែនទីភ្លាមប៉ុន្តែបន្ទាប់មករ៉ាដាយោធាបានរកឃើញថាយន្តហោះបានប្តូរទិសដៅហើយត្រឡប់ទៅទិសខាងលិចវិញមុននឹងបាត់ចេញពីរ៉ាដាទាំងស្រុងការប្តូរទិសនេះបានធ្វើឲ្យអ្នកស៊ើបអង្កេតភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្មានការជូនដំណឹងទៅកាន់ព័ន្ធគ្រប់គ្រងឡើយបន្ទាប់ពីការបាត់ខ្លួនពិភពលោកបានចាប់ផ្ដើមប្រតិបត្តិការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសជាច្រើនបានបញ្ជូននាវាយន្តហោះកាយរណបនិងយានមុជទឹកទំនើបទៅស្វែងរកនៅសមុទ្រចិនខាងត្បូងមុននឹងផ្លាស់ប្ដូរទៅកាន់មហាសមុទ្រឥណ្ឌាការស្វែងរកបានបន្តរាប់ខែរហូតដល់រាប់ឆ្នាំតំបន់ស្វែងរកមានទំហំរាប់លានគីឡូម៉ែត្រការ៉េវាជាប្រតិបត្តិការដែលចំណាយថវិកាអស់រាប់រយលានដុល្លារក្រោយមកបំណែកយន្តហោះមួយចំនួនត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រនៃប្រទេសនិងកោះមួយចំនួនក្នុងមហាសមុទ្រឥណ្ឌាអ្នកជំនាញបានបញ្ជាក់ថាបំណែកខ្លះពិតជាមកពី MH 307មែនទោះជាយ៉ាងណាការរកឃើញទាំងនេះមិនអាចបញ្ជាក់បានថាយន្តហោះធ្លាក់នៅទីណាពិតប្រាកដនោះទេក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកមានទ្រឹស្ដីជាច្រើនត្រូវបានលើកឡើងអ្នកខ្លះសន្និដ្ឋានថាវាអាចបណ្ដាលមកពីបញ្ហាបច្ចេកទេសអ្នកខ្លះគិតថាប្រហែលមានការបាត់បង់សម្ពាធខ្យល់នៅក្នុងកាប៊ីនខណៈអ្នកផ្សេងទៀតសន្និដ្ឋានថាយន្តហោះអាចត្រឡប់ប្តូរទិសដោយចេតនាក៏មានទ្រឹស្ដីបែបប្រឌិតជាច្រើនដែលត្រូវបានផ្សព្វផ្សាយប៉ុន្តែមិនមានភស្តុតាងវិទ្យាសាស្ត្រគាំទ្រឡើយអស់រយៈពេលជាង1ទសវត្សរ៍ក្រុមគ្រួសាររបស់អ្នកដំណើរនៅតែរងចាំចម្លើយពួកគេបានចូលរួមពិធីរំលឹកជារៀងរាល់ឆ្នាំនិងអំពាវនាវឲ្យបន្តការស្វែងរកដើម្បីស្វែងរកការពិតរហូតមកដល់សព្វថ្ងៃមូលហេតុពិតប្រាកដនៃការបាត់ខ្លួនរបស់ MH 307មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេនេះហើយជាមូលហេតុដែលករណីនេះត្រូវបានចាត់ទុកថាជាអាថ៌កំបាំងមួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍